សួស្តីបងប្អូនអ្នកនាងស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំ Share Home Site ថ្មីអ្នកនាងអញ្ចឹងខ្ញុំបង្ហាញតាក់ទងជាមួយនឹង Flow Music ជាមួយនឹង Google របស់វាណាដែលបង្កើតចម្រៀងអញ្ចឹងបងប្អូនបានមើលវីដេអូចាស់ទី1ហើយគឺខ្ញុំបានបង្ហាញតាក់ទងមួយការបង្កើតជាមួយនឹង account Google Flow នេះ account Google Flow Music ហ្នឹងបាទអ្នកនាងអញ្ចឹងថ្ងៃនេះគឺខ្ញុំបង្ហាញតាក់ទងជាមួយនឹងវីដេអូទី2ពីរបៀបនៃការបង្កើតចម្រៀងជាភាសាខ្មែរបងប្អូនឃើញណាខ្ញុំបានបង្កើតមួយបទហើយអ្នកនាងបានបង្កើតមួយបទហើយច្បាស់មែនតើអ្នកនាងច្បាស់ជាង Sono ទៀតហើយ account របស់ខ្ញុំគឺ free អ្នកនាងណាខ្ញុំបញ្ជាក់ណា free ឯអ្នកនាងឃើញណា free account free នៅក្នុងហ្នឹងគឺយើងអាចយើងអាច upgrade វាបានគឺជាការ invite បានយើង invite មកអានេះគឺកន្លែងយើងធ្វើការ copy ទៅយើង invite មិត្តភ័ក្តិបន្ថែមអញ្ចឹងណាដើម្បីយើងបាន credit ច្រើនអញ្ចឹងឥឡូវខ្ញុំមកប្រាប់ពីចម្រៀងរបស់វាដែលខ្ញុំបានបង្កើត2បទបែប Sono អញ្ចឹង Sono យើងដាក់មួយបទទៅមក layer របស់វាទៅគឺវាបង្កើតចម្រៀងឬក៏សាច់ភ្លេងចំនួន2ឲ្យយើងរើសបងប្អូនឃើញណាវាឲ្យយើងរើសអញ្ចឹងណាអញ្ចឹងបងប្អូនយើងអាចមកស្ដាប់បានអូខេដល់នេះអញ្ចឹងបងឃើញសលេងហ្នឹងច្បាស់មែនទែន account free ទេមិនមែន account ទិញទេណាវិជាបងប្អូនអាចចូលមកកន្លែងនេះកន្លែង upgrade នេះមកបងប្អូនចូលមកឃើញហើយគឺខ្ញុំនៅក្នុង plan ទី1 plan ទី1គឺ free ទេបាទ account free របស់នេះនៅក្នុង Google Flow Music ហ្នឹងណាអញ្ចឹងវីដេអូនេះក៏ខ្ញុំបង្ហាញបងប្អូនខ្ញុំប្រាប់ពីរបៀបនៃការធ្វើដូច Sono អញ្ចឹងប៉ុន្តែគាត់ថានេះ Sono ជាង Sono ទៀតអ្នកគ្នាឧទាហរណ៍ថាបងប្អូនចូលមកក្នុង Chat GPT អញ្ចឹងណាឥឡូវបងប្អូនយកឧទាហរណ៍ថាបងប្អូនយកបង្កើតចម្រៀងធម្មតាជា layer នៅក្នុង Chat GPT អញ្ចឹងណាអញ្ចឹងបងប្អូនយើង copy layer នៅក្នុង Chat GPT ហ្នឹងមកនេះដូចជា layer bot ហ្នឹងយើងបងប្អូន copy អញ្ចឹងមកយើង copy វាអញ្ចឹងមកយកមកដាក់នៅក្នុងGoogle ហ្នឹងមកនេះយើងចូលមកក្នុងរបស់វានេះពេលបងប្អូនធ្លាប់បង្កើតហើយវាចេញមកអញ្ចឹងណាបាទអានេះយើងបញ្ចូល layer អញ្ចឹងមកនេះយើងចុចផាសវាទៅនេះគាត់ចុចធ្វើការចុចផាសវាចេះយើងផាសវាទៅវាជាប់ក្នុងហ្នឹងហើយយើងផាសទៅវាជាប់វាចេញ layer មកអញ្ចឹងណាអញ្ចឹងបងប្អូនយើងធ្វើការចុចបញ្ជូនវាទៅគឺវា create បង្កើតជាចម្រៀងឲ្យយើងហើយវាដឹងទៀតវាដឹងជាចម្រៀងប្រភេទអីវាដឹងទៀតជាចម្រៀងរបស់ខ្ញុំជាលក្ខណៈខ្មែរ pop ហើយចម្រៀងហ្នឹងគឺលក្ខណៈប្រុសជាងបាទវាដឹងទៀតនៅក្នុងហ្នឹងណាភ្លេងបង្កើតដោយpiano អញ្ចឹងណាគ្នា piano នេះបងមើលវាឃើញបើចង់បង្កើតចង់ download វាអាចចុចនៅលើសញ្ញា 3 នេះក៏បានបងប្អូនយើងអាច remake វាបានទេនេះឃើញនេះ remake យើងអាចធ្វើតាមដូច Sono អញ្ចឹងបងឃើញដូច Sono ហ្នឹងប៉ុន្តែគាត់ថាលក្ខណៈរបស់ Sono គឺវាមានចង់ថាវាច្រើនណាវាមានមុខងារច្រើនយើងរើសបញ្ចូលតែអានេះaccount ខ្ញុំទៅបានស្គាល់ហើយទេជាមួយនឹង Google Flow Music ហ្នឹងណាខ្ញុំស្គាល់ដំបូងទេទៅអត់បង្កើតបាត់ហ្នឹងឯងហើយខ្ញុំគិតទៅវាច្បាស់ដែរអញ្ចឹងណាអញ្ចឹងមកខាពេខ្ញុំដាក់វីដេអូមួយទៅបន្ថែមទៀតតែម្ដងហើយទាំងចំណងជើងទាំង layer ទាំងអស់នេះសិតតែ original ខ្ញុំបង្កើតខ្លួនឯងណាហ្នឹងបង្កើតខ្លួនឯងឲ្យ Chat GPT បង្កើតឲ្យហើយចម្រៀងហ្នឹងគឺខ្ញុំអត់ទាន់យកទៅផុសដែរខ្ញុំទុកនៅនឹងសិនចង់ដឹងខ្ញុំមើលខ្ញុំបង្កើតបទពីបទទៀតចំណងជើងដែលហ្នឹងចង់ដឹងថាបទណាវាល្អអញ្ចឹងណានៅក្នុងផ្សាច់ play មួយណាវាល្អខ្ញុំអត់ទាន់បានបង្កើតជាមួយនឹងចម្រៀងអង់គ្លេសឬក៏បរទេសឬក៏ចម្រៀងកូរ៉េទេនៅទេមិនតាន់បានសាកល្បងទេប៉ុន្តែចាំមើលខ្ញុំនឹងយកចម្រៀងអស់ហ្នឹងទៅដាក់ចូលទៅក្នុងក្រុមហ៊ុនជាក្រុមហ៊ុននេះក្រុមហ៊ុន Digital Kid ក្រុមហ៊ុនTuneCall នេះ TuneCall បាទអញ្ចឹងវាមានច្រើនក្រុមហ៊ុនខ្ញុំបានបង្កើតខ្ញុំបានទិញគម្រោងវាអញ្ចឹងណាប៉ុន្តែគម្រោងក្រុមហ៊ុនខ្លះក៏ខ្ញុំបានទុកវាចោលអត់បានធ្វើទេសារថាមានបញ្ហាអ្នកគ្នាបាទអញ្ចឹងឥឡូវគេដោយសារមានបញ្ហាអីស្អីដោយសារយើង release bot ណាដោយសារខ្ញុំ release bot អត់ទៅទេឥឡូវបងយើងអត់ជឿអាចចូលមើលបាននេះខ្ញុំ release bot ប្រហែល bot នេះអត់ទៅទេបងឃើញអត់ទៅទេ bot ហ្នឹងគឺខ្ញុំធ្វើនៅក្នុង Sono
តែចាំមើលឥឡូវគឺខ្ញុំសាកល្បងនៅក្នុង Google Flow Music ខ្ញុំម្ដងចាំមើលខ្ញុំអាច release បទទាំងអស់ហ្នឹងចូលទៅក្នុងក្រុមហ៊ុននឹងបានអត់ចាំមើលអ្នកគ្នាខ្ញុំនឹងបង្កើតជាមួយនឹងបទចម្រៀងអង់គ្លេសម្ដងអញ្ចឹងណាអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេខ្ញុំបង្ហាញបងប្អូនយើងឥឡូវខ្ញុំឲ្យបងប្អូនស្ដាប់ទៀតស្ដាប់ដើម្បីបញ្ចប់វីដេអូហ្នឹងខ្ញុំមើលជាមួយអូនជាងបងពេលអូនដើរក្បែរគេមើលទៅភ្លឺចែងចាំងមនុស្សជុំវិញសរសើរថាពួកអូនសំគ្នាបងឈរមើលពីចម្ងាយដូចមនុស្សមិនសំខាន់មានតែទឹកភ្នែកដែលលាក់ក្នុងចិត្តបងមិនអាចប្រជែងគេបានទេព្រោះគេមានអ្វីដែលបងគ្មានទទួលស្គាល់ថាគេជាតារាអ្វីបងគ្រាន់តែជាមនុស្សធម្មតាអូនជាអូខេចាំបងបានស្ដាប់ហើយហ្នឹងហើយគឺអែមជាងសូណូទៀតមើលទៅហ្នឹងហើយចឹងមានតែប៉ុណ្្នឹងទេចាំជួបខ្ញុំនៅក្នុងវីដេអូក្រោយទៀតខ្ញុំនឹងបង្ហាញបន្តទៀតតទៅមួយការអាប់ដេតបន្ថែម